បាទមិនថាយ៉ាងម៉េចទេពាក្យបុរាណខ្មែរយើងបានពោលពាក្យថាការងារគឺជាទ្រព្យប៉ុន្តែពាក្យដែលខ្ញុំចង់និយាយឲ្យគប់ហ្នឹងគឺបើបានទ្រព្យពីការងារយើងត្រូវចេះច្នៃឲ្យល្អគួរតាមវិជាដែលយើងមានបាទហើយដីនេះពុកម៉ែបងប្អូននឹងអរគ្នាខ្ញុំធ្វើហាងសម្រាប់ឲ្យភរិយារបស់ខ្ញុំគាត់បើកលក់ដូរបាទហើយយើងចាក់ដីបាទចាក់ដី3 ឡានមិនតែអស់200000ជាងបាទហើយនេះអំបិលដែលយើងធ្វើកិច្ចទាំងពីម្សិលមិញមកយើងព្រោះបាទប្រាយលើដីហ្នឹងបាទយើងធ្វើត្រឹមណាយើងប្រាយត្រឹមហ្នឹងទៅបាទនេះដើមតលឹងទឹមទៅតែដាំឯងបាទដាំទាំងពីថ្ងៃសៅរ៍មកបាទថ្ងៃសៅរ៍ថ្ងៃសុក្រមកនេះដីដកបកគោលរបងចេញរបស់នេះទៅធ្វើមិនតែយើងដកវាចេញហើយយើងចាក់ដីថ្មីបាទបីរៀបកន្លែងរមណីយដ្ឋានខ្ញុំដាក់ឈ្មោះថារមណីយដ្ឋានម្លប់ព្រះខែធ្វើកន្លែងហាងប៉ុណ្ណឹងឯបាទហើយន័យថា6x14បាទទៅក្រោយ14ធ្វើប៉ុណ្ណឹងហើយគេចាក់ដីសិនអស់200000ជាងដីយើងចាក់ទិញឥដ្ឋរៀបធ្វើរបងខាងមុខបាទហើយដំណាំហ្នឹងក៏មានបដាហើយបាទដំណាំចែកតាមតាំងពីនាយមកមាននេះអំពៅខ្មៅបាទអំពៅខ្មៅមានអ្នកស្គាល់អំពៅខ្មៅដាំ3 ដើម 4 ដើមនៅក្រោយដំណាំស្វាយដំណាំអីបាទដែលកំពុងតែមានការដាក់ដាំហើយនេះគឺដើមស្គាល់បាទតែយើងចែកដាំទៅជពូបាទមានទាំងជពូមានទាំងអានេះកទួតផ្អែមនេះផ្លែធំបាទធំតែមិនតផ្លែហើយនោះស្វាយខ្ញុំផ្សាំបាទស្វាយខ្ញុំផ្សាំហ្នឹងគឺបើគិតមកដល់ឥឡូវបានប្រហែលជា3 អាទិត្យឡើយផ្សាំយកដើមដូងក៏ល្អហើយបើនិយាយអំពីដំឡូងវិញបាទល្អណាស់អានេះដំឡូងនេះពណ៌អីទេនេះបាទដំឡូងនេះល្អហើយដូងហ្នឹងក៏ល្អទាំងអស់បាទយើងរៀបទៅបាទរៀបឲ្យបើស្វាយកន្លែងនេះយូរហើយពីមុនមែកឡើងត្រចះត្រចង់ប៉ុណ្ណាណីដល់គោស៊ីទៅកាត់មែកចេញទៅឥឡូវវាចេញបាន4 មែក 5 មែកត្រួយមកទៀតហើយចេះតែដាំឲ្យខ្ញុំមកដីឲ្យតែហ៊ានទលាយកន្លែងណាខ្ញុំដាំកន្លែងហ្នឹងទូលាយកន្លែងណាខ្ញុំដាំទូលាយដាំនេះអានេះគាត់តែទលាយបន្តិចនេះដាក់តឡាចឃើញទេខ្ញុំដាំតឡាចបាទហើយតឡាចនេះខ្ញុំដាក់ម្រងចឹងមកព្រោះយើងធ្វើហាងអត់ប៉ះដល់ទេកន្លែងនេះអត់ដល់ទេចឹងក៏រំតែហាងយើងធ្វើហើយយើងមានដំណាំយើងលូតលាស់ធំពេលហើយប៉ាប់ឡើងរងតឡាចយើងអាចទទួលបានផលភ្លាមឥឡូវនេះកំពុងរងចាំឡានដែលត្រូវដឹកបាទដឹកកតុថ្មណាយើងដឹកកតិចថ្មយកមកចាក់លើដីហ្នឹងបាទពីមុនដីកន្លែងនេះសិតតែដំណាំមានល្ពៅមានអីណាបាទច្រើនបបោឥឡូវហ្នឹងគឺខ្ញុំដូរកន្លែងហ្នឹងទៅជាកន្លែងយើងរស់នៅផងហើយក៏យើងធ្វើហាងផងដែរបើធម្មតាយើងមកនៅទីតាំងកន្លែងស្រុកកំណើតយើងវិញណាបាទអញ្ចឹងមានប៉ុណ្ណាគឺយើងរស់នៅប៉ុណ្ណឹងទៅកុំលោភកុំលន់កុំទៅបៀតបៀនប៉ះពាល់ដល់គេគេនៅតែគេយើងនៅតែយើងទៅណាបាទចែកសេចក្តីសុខដល់គ្នានឹងហើយម្យ៉ាងទៀតបើយើងបកកែរស់ស៊ីនឹងជារឿងរបស់យើងបើគេមិនបកកែរឿងរបស់គេបាទសំខាន់ត្រូវចេះចែករំលែកសេចក្តីសុខដល់គ្នានឹងគ្នាអ្នកអាជីណីរបស់ខ្ញុំមួយហ្នឹងបាទទៅណាយកវាទៅតាមបាទអាជីណីមួយទៀតនោះឲ្យវាជួយដោះស្រាយទុកលំកង្វល់បាត់ទៅហើយបាទបាទចាំមើលថាឡានចាក់3 ឡានហ្នឹងបានប៉ុណ្ណាយើងអត់ដឹងទេចាក់ដីបាទចាក់ដីគ្រោះនៅលើហ្នឹងទៅ3 ឡានទេហើយមួយឡានគឺ110,000ប៉ុន្តែដោយសារយើងចាក់ប្រភេទដីដែលគេរែងអស់វត្ថុអស់ថ្មទៅវាតម្លៃធូរថ្លៃ
110000សល់ត្រឹមតែ65000ទេបាទសល់ប៉ុណ្ណឹងគេហៅកាត់ពាក់កដាលបាទបាទឥឡូវហ្នឹងគឺដីយើងចូលមកមួយឡានហើយបាទចូលមួយឡាននេះបើគិតជាសាច់ដីគេថា9គីបអត់ដឹងថា9ឬក៏អត់ទេណាព្រោះខ្ញុំអត់ចេះមើលចំនួនគីបនៃចំនួនឡានទេចេះតែដឹងថាមួយឡានតម្លៃប៉ុណ្ណាយកប៉ុណ្ណឹងនេះបាទយើងយកដីប្រភេទអញ្ចឹងបាទហើយដីប្រភេទនេះវាហើបទេវាអត់ហាប់ទេដោយសារតែទី1វាអស់អាកតិចដីបាទវាមានតែកតិចថ្មអញ្ចឹងវាជ្រៀកទេតែជ្រៀកវាជ្រៀកចុះនៅពេលដែលយើងចាក់ដីខ្សាច់អីពីលើទៀតទៅវាលែងអីលាហើយដីដំណាំបាទលាហើយបាទធ្វើសុំកុំប្រកែប្រកាន់ខ្ញុំអីធ្វើមិនខ្ញុំបាទត្រូវរៀបចំកន្លែងទីតាំងថ្មីបាទអញ្ចឹងកុំប្រកែកុំប្រកាន់ខ្ញុំដឹងថាកន្លែងនេះផ្ដល់ទ្រព្យដល់ខ្ញុំផ្ដល់នៅរឿងល្អដល់ខ្ញុំអញ្ចឹងហើយខ្ញុំមានតែគេហៅថាធ្វើចិត្តបាទធ្វើចិត្តទទួលយកហើយថ្ងៃនេះត្រូវនឹងថ្ងៃច័ន្ទបាទត្រូវនឹងថ្ងៃច័ន្ទទី24សីហាឆ្នាំ2026បាទហើយដីក៏យើងចាក់ទៅហើយយើងដាក់ដំណាំបន្ថែមតទៅទៀតអាដីនេះយើងចាក់មែនពិតប៉ុន្តែយើងមិនមែនចោលទេណាចាក់ដីហ្នឹងហើយយើងធ្វើកន្លែងផ្ទះហាងហ្នឹងបាទមកល្មមនៅសិនពួកដីទិសដៅយើងធំហ្នឹងគឺធំនៅខាងក្រោយនោះខាងក្រោយដែលយើងត្រូវធ្វើហ្នឹងគឺនៅខាងក្រោយនោះកន្លែងនោះបាទតែនេះយើងដាក់ដីចាក់ដីចូលដើម្បីយើងរៀបក្រាលបាតនៅខាងលើហ្នឹងបាទយើងក្រាលបាតនៅខាងលើហើយបានយើងចាប់ផ្ដើមចាក់ជ្រែយើងហៅថារៀបជ្រីបាទនៅជុំវិញដីនេះសាក់ដីធ្លាប់ចាក់ពីមុនប៉ុន្តែឡានចូលប៉ុណ្ណឹងចង់ថងដែរបាទមិនអត់ថងណាមិញហ្នឹងអត់បានថតឡានដោយសារតែប្រាប់សេរីសរងផ្លូវលិចកាត់ជើងត្បូងឲ្យឡានសិនចាក់ឡើយហ្នឹងមួយឡានកន្លែងនេះមួយឡានឡើយនេះមួយឡាន3ឡានបាទចាក់កន្លែងនេះបងចាក់កន្លែងនេះចាក់កន្លែងហ្នឹងមកហើយកន្លែងនោះចាក់កន្លែងនោះមក2ក្បែរគ្នាបានចាក់ហ្នឹងមួយកន្លែងនេះមួយបងហ្នឹងហើយ2ក្បែរគ្នាមកឡាននេះទៅ10កន្លះហ្នឹងជុកដាក់អើយបាទ10បានជុកអូអញ្ចឹងហ៎បាទមិនអើយអាសាទៅគេចាំឲ្យគេជួយរុញឲ្យបងបាទ
ý da quên nắng ăn mau này anh mơ tả quên nắng này khai làm mơ tả làm trong cào vậy ba nó chặn nó rồi chặn nó bay nơi nào bạn bay nâng sân vòng chạy hẹn chỗ hẹn ok trong cày bay lan dịch thì bay lan đấy ha sân á trong chợ mối lan tay vì Australia này mối lan đi mà rồi chiêng là bạn bay lan chợ bay lan này bay lan nâng vào cặp rồi bong chính lan chỗ cả thế cái nhé xong này cặp lan rồi về cho rồi về lại mà là mom lời trên chỗ nhưng mà thà thưa ấy trời ta cất môn cu mền cu hay cất tê cứ dương cất môn cú hay pe đại cầm pong cú cất phong cu phong nằm ăn vì xã ba chânสรุปមកគឺការបញ្ចប់ក្នុងការចាក់ដីយើងបានប៉ុណ្ណឹងបាទជាសមិទ្ធផលក្នុងថ្ងៃនេះគឺបានប៉ុណ្ណឹងអស់200000ជាងបាទ200,000ជាងទាំងថ្លៃដឹកទាំងថ្លៃជោគចាក់នៅថ្លៃរុញទៀតបាទហើយបើយល់ល្អប្រហែលជាធ្វើខ្លួនឯងព្រោះបើរុញក៏បានណាតែថ្លៃក្រៅយើងវាអត់ដូចយើងពលាយឬគេហៅថារំលាខ្លួនយើងអញ្ចឹងណាពលាខ្លួនយើងបាទបាយបាយអរគុណអ្នកទស្សនាបាទ